បាទក្នុងរដូវកាលអង្គធនទានរយៈពេល29ថ្ងៃនេះពុកម៉ែបងប្អូនបានប្រមាណវត្តដែរបានជម្រាបសួរពុកម៉ែបងប្អូនបាទរដូវកាលរយៈពេល29ថ្ងៃនេះបាននឹងហើយអង្គធនបានប្រមាណវត្តដែរបាទចំណែកខ្ញុំបាន3វត្តដែរហើយនេះមកគូយន្តបាទគឺដង្ហែទៅវត្តភ្នំក្ដួចបាទហើយក៏បាននេះជីម៉ូតូតាមក្រោយចឹងទៅមើលទេសភាពតាមជើងភ្នំគឺថាផ្លូវល្អដែរបាទមើលទេសភាពព្រៃភ្នំខ្លះទៅហ្នឹងហើយថាមានអារម្មណ៍ស្រស់ស្រាយបាទហើយមិនយូរប្រមាណក៏បានមកដល់ក្នុងវត្តមានការទទួលពីក្រុមឆៃយ៉ាំរំទទួលដង្ហែអង្គធនយើងដែលបានមកដល់ហើយបាទហើយនេះគឺជារូបភាពកម្រងរូបមកវីដេអូខ្លះដែលគេដង្ហែត្រៃដែលបានដង្ហែមកគឺថាគេអបអរសាទរជូនមកដល់ក្នុងសាលាឆាន់បានហើយក៏បានបន្ទរូបភាពខ្លះចែកជូនពុកម៉ែបងប្អូនបានទស្សនាកំសាន្តនិងដើម្បីរំលឹកអនុស្សាវរីយ៍នេះគ្រាន់តែជាវីដេអូខ្លីៗសង្ខេបហើយតទៅទៀតនេះគឺវត្តទួលសំបុកគ្រាលដល់វត្តទួលសំបុកគ្រាលគឺថាប្លែកម្យ៉ាងដែរបាទគឺថាវត្តនៅទីជនបទដាច់ស្រយាលបែបធម្មជាតិស្រស់ស្រាយខ្យល់ក៏បក់មករំភើយរវិចត្រជាក់តែសំណាងអត់ភ្លៀងបាទហើយវត្តទួលសំបុកគ្រាលនេះគឺថាវត្តកំពុងតែកកើតឡើងថ្មីមានការខ្វះខាតច្រើនពុកម៉ែបងប្អូនដែលជាសប្បុរសជនដែលមានសទ្ធាក៏អាចទៅទស្សនានិងចូលរួមកសាងជាមួយព្រះអង្គគ្រូបច្ចេកអធិការផ្ទាល់បានហើយផ្លូវក៏មិនជាយ៉ាប់ពិបាកអីប្រមាណណាដែរទេហើយគេថាសំណង់នៅក្នុងវត្តនេះក៏អត់ទាន់ឃើញមានសំណង់ណាមួយជាដុំជាកពួនទេបាទសូម្បីតែសាលាបុណ្យនឹងក៏សាលាឆាន់នឹងក៏ប្រក់ស័ង្កសីធ្វើពីសសរដែកអីចឹងទៅនេះបាទមើលទៅទស្សនភាពនេះជាសាលាឆាន់ឬក៏សាលាបុណ្យដែរបាទចំណែកឯព្រះវិហារវិញក៏សាងគឺថានៅស្ទើរតែទាំងស្រុងបានប្រហែលជា30% ទេព្រះវិហារហើយចុងក្រោយក៏សូមជូនបុណ្យជូនកុសលដល់លោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់ដែលបានមើលនៅទស្សនាវីដេអូនេះហើយបានបុណ្យបានអានិសង្សសូមប្រកបជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានសំប្រកបជួបប្រទះនៅពរទាំងឡាយ4ព្រមទាំងសម្បត្តិទាំងឡាយ3កុំបីខ្លាយជាវិការៈដតីឡើយសូមអនុមោទនា